ភាពយន្តចាប់ផ្ដើមដោយមានមនុស្សមួយវងបានតម្រង់ជួននៅខាងក្រៅហាងលក់សាច់មួយដូចគេឈរទិញបាញ់ត្រាំងដែលត្រូវបានគេសន្មតថាកំពុងលក់សាច់ចម្លែកដែលមិនធ្លាប់មានអ្នកបានស៊ីពីមុនមកមនុស្សទាំងនោះមានឆន្ទៈបង់ប្រាក់ជាច្រើនដើម្បីទិញសាច់ទាំងនោះដោយសារតែរសជាតិរបស់វាថ្ងៃខ្ល้ายទៅជាសប្តាហ៍ប៉ុន្តែវងមនុស្សមិនបង្ហាញសញ្ញានៃការថយចុះទេផ្ទុយទៅវិញកំពុងតែកើនឡើងសូម្បីតែប៉ូលីសនិងអ្នកនយោបាយក៏បានលោតចូលក្នុងភាពឃ្លានចង់ស៊ីសាច់នេះដែរថ្ងៃមួយអតិថិជនដែលចង់ដឹងម្នាក់បានសួរសំណួរដ៏ក្តៅគគុកមួយតើសាច់នេះជាសាច់សត្វអ្វីអ្នកលក់សាច់ប្រុសឆ្លើយថាវាគឺជាសាច់ជ្រូកដែលមកពីប្រទេសអ៊ីរ៉ង់មិនយូរប៉ុន្មានព័ត៌មាននេះបានរាលដាលពេញសង្កាត់ដូចជាភ្លើងឆេះព្រៃធ្វើឲ្យហាងលក់សាច់នេះកាន់តែមានមនុស្សច្រើនជាងមុនអ្នកលក់សាច់ដែលធ្លាប់តែលំបាកបំពេញតម្រូវការប្រចាំថ្ងៃឥឡូវចាប់ផ្ដើមរកប្រាក់ចំណូលរាប់សែនដុល្លារសូម្បីតែរោងចក្រផលិតសាច់ធំៗក៏ត្រូវបានខ្សែធនដោយសារតែការមកដល់នៃសាច់ពីប្រទេសអ៊ីរ៉ង់នេះដែរបន្ទាប់មកយើងត្រូវបានបង្ហាញថាតើហាងសាច់លក់នេះបានក្លាយទៅជាល្បីសរសៃបានយ៉ាងដូចម្ដេចដំណើរការដោយអ្នកលក់សាច់ដែលមានចិត្តចង់រកលុយគឺលោក Vincent និងលោកស្រី Sophie ដែលក៏ជាប្តីប្រពន្ធផងដែរនោះហាងលក់សាច់នេះស្ថិតនៅជាយក្រុងប៉ារីសនៅពេលមើលជាលើកដំបូងវាហាក់ដូចជាជីវិតរបស់គូស្នេហ៍នេះកំពុងដំណើរការយ៉ាងរលូនទោះបីជាយ៉ាងណាក៏ដោយអ្វីៗខាងក្នុងមានភាពខុសគ្នាយ៉ាងខ្លាំងហាងនេះទើបតែមិនតាក់ទាញអតិថិជនទាល់តែសោះហើយអ្នកដែលមកទិញក៏ខ្ពើមរអើមនឹងការម៉ាស្សាចម្លែកៗរបស់លោក Vincent ទៅលើសាច់ដែរថ្ងៃមួយក្រុមសកម្មជន Vegan គឺពពួកស៊ីបន្លែតែហាមគេមិនឲ្យស៊ីសាច់នោះតែពាក់ម៉ាស់មួយក្រុមបានវាហាហាងនេះពួកគេបានគប់ឈាមដាក់គូស្នេហ៍នេះនឹងបំផ្លាញកន្លែងនោះមុនពេលរត់គេចដោយខឹងសម្បាលោក Vincent បានដេញតាមពួកគេនិងអាចចាប់ម្នាក់បានហើយក៏បោកផ្លែកដួលទៅលើដីបន្ទាប់ពីការប្រយុទ្ធគ្នាបន្តិចគាត់ក៏បានដោះម៉ាសកម្មជននោះចេញទោះបីជាយ៉ាងណាសមាជិកក្រុម Vegan ក៏បានមកដល់ឆាប់រហ័សនិងជួយសង្គ្រោះគាត់មុនពេលដែលចាក់ចេញទៅពួកគេក៏បានវាយដំ Vincent ផងដែរដែលធ្វើឲ្យគាត់កាន់តែខឹងក្រោយមកនៅថ្ងៃនោះគូស្នេហ៍នេះបានទៅលេងផ្ទះរបស់មិត្តភ័ក្តិពួកគេគឺលោកស្រី Stephanie និងលោក Mark សម្រាប់ស្រស់ស្រូបអាហារស៊ីចុកបុកទំពាអាហារថ្ងៃត្រង់នឹងនៅក្នុងផ្ទះបាយលោកស្រី Sophie យំប្រាប់លោកស្រី Stephanie ដែលបង្ហាញថាធនាគារបដិសេធមិនឲ្យពួកគេខ្ចីលុយនិងថាពួកគេកំពុងតែខ្សែធនលោកស្រី Stephanie ដំបូងព្យាយាមលើកទឹកចិត្តមិត្តរបស់នាងប៉ុន្តែមិនយូរប៉ុន្មាននាងចាប់ផ្ដើមអួតអាងថាប្តីរបស់នាងរកលុយបានច្រើនបន្ទាប់មកគេបានបង្ហាញថាលោកស្រី Stephanie និងប្តីរបស់នាងគឺលោក Mark ក៏មានហាងសាច់មួយដែលកំពុងដំណើរការយ៉ាងល្អដែរបន្ទាប់ពីមួយសន្ទុះនៅពេលដែលគូស្នេហ៍ទាំងពីរញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាលោក Vincent ក៏បាននិយាយអំពីហេតុការណ៍កាលពីមុនដែលហាងរបស់គាត់ត្រូវបានបំផ្លាញជាលើកដំបូងលោក Mark ក៏ចំអកឲ្យគាត់ដោយសារតែมันបានដំឡើងកាមេរ៉ាសុវត្ថិភាពណាមួយសោះប៉ុន្តែបន្ទាប់មកគាត់ក៏បានយកកាំភ្លើងម្ដៅមកឲ្យលោក Vincent គាត់និយាយថាកាំភ្លើងនេះគឺដើម្បីការពារហាងលក់សាច់ពីក្រុមពួកអាខ្មោច Vegan ជ្រុលនិយមទាំងនោះលោក Vincent មិនមានអាជ្ញាប័ណ្ណកាន់កាំភ្លើងទេប៉ុន្តែគាត់នៅតែទទួលយកកំណោយនោះនៅពេលដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញអ្នកនាង Sophie ក៏ប្រាប់ប្តីរបស់នាងថានាងកំពុងតែគិតចង់លែងលះជាមួយគាត់ព្រោះជីវិតអាពាហ៍ពិពាហ៍របស់ពួកគេបានคล้ายជាគួរឲ្យធុញទ្រាន់ដោយសារតែគាត់ជាមនុស្សឆ្លាតវៃលោក Vincent មិនបានខ្វល់ខ្វាយពីនាងទាំងស្រុងទេហើយមិនយូរប៉ុន្មានគាត់ក៏បានឃើញសកម្មជន Vegan ជ្រុលនិយមម្នាក់ដែលបានបំផ្លាញហាងរបស់គាត់កាលពីមុនដើម្បីបង្រៀនមេរៀនមួយដល់វាលោក Vincent ក៏បានបើកឡានរបស់គាត់ថយក្រោយក្នុងការព្យាយាមបុកវាទោះជាយ៉ាងណាគាត់បានបាត់បង់ការគ្រប់គ្រងលើរថយន្តរបស់គាត់និងបានសម្លាប់បុរសនោះដោយភ័យខ្លាចគាត់ក៏ប្រុងទូរស័ព្ទទៅប៉ូលីសនិងសារភាពថាវាជាគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យប៉ុន្តែលោកស្រី Sophie បានបញ្ឈប់គាត់ដោយខ្លាចការជាប់ពន្ធនាគាររយៈពេលយូរផ្ទុយទៅវិញនាងបញ្ជាក់ថាពួកគេគួរតែធ្វើត្រាប់តាមឃាតករសម្លាប់អត់ឈប់ម្នាក់ឈ្មោះ Michelle Francois ដែលបានកាត់សាកសពរបស់ជនរងគ្រោះរបស់គាត់និងទុកវានៅក្នុងថង់សម្រាមពាសពេញទីក្រុងលោក Vincent ដឹងថាភរិយារបស់គាត់បានមើលកម្មវិធីទូរទស្សន៍ឃាតកម្មនៅក្នុង Channel រេត្រេរន្ធត់ច្រើនពេកប៉ុន្តែទោះបីជាយ៉ាងណាក៏គាត់យល់ព្រមនឹងគំនិតរបស់នាងនៅពេលយប់គាត់ដាក់សាកសពនៅក្នុងហាងរបស់គាត់និងចាប់ផ្ដើមកាត់វាក្នុងដំណើរការនេះតិចម្ខាងបានធ្លាក់ទៅលើដីហើយឆ្កែរបស់លោក Vincent ក៏បានលេបត្របាក់វាភ្លាមៗបន្ទាប់ពីកាត់សាកសពអស់រយៈពេលជាច្រើនម៉ោងវាយប់ជ្រៅណាស់ទៅហើយដូច្នេះលោក Vincent មានគម្រោងបោះវាចោលនៅក្នុងពេលព្រឹកព្រលឹមនៅថ្ងៃបន្ទាប់គាត់ភ្ញាក់ពីគេងយឺតនិងឃើញសាច់បាត់អស់នៅពេលដែលគាត់កំពុងតែស្វែងរកវាយ៉ាងប្រញាប់អ្នកស្រី Khwanyat ដែលជាមួយប្រចាំថ្ងៃរបស់គាត់ក៏បានមកដល់ហាងនាងនិយាយថានាងជួយចិត្តសាច់ដែលលោកស្រី Sophie បានលក់ឲ្យនាងខ្លាំងណាស់ដូច្នេះនាងបានត្រឡប់មកទិញបន្ថែមទៀតវាបង្ហាញថាលោកស្រី Sophie បានលក់សាច់មនុស្សដែលមិនដឹងខ្លួនទៅឲ្យអ្នកស្រី Khwanyat ដែលមិនមានតម្រូវការសង្ស័យអីនោះទេដែលយល់ច្រឡំថាវាគឺជាសាច់ជ្រូកពិតមែនដោយភ្ញាក់ផ្អើលលោក Vincent ព្យាយាមបញ្ចុះបញ្ចូលនាងឲ្យទិញសាច់ផ្សេងទៀតប៉ុន្តែស្ត្រីរូបនោះនៅតែទាមទារចង់បានតែសាច់ដែលគេបានលក់ឲ្យនាងពីមុនមកនៅពេលដែលពួកគេកំពុងជជែកគ្នាទៅមកនោះលោកស្រី Sophie ក៏មានការចាប់អារម្មណ៍និងទាមទារចង់សាកល្បងសាច់នោះដោយមិនអាចបង្ហាញការពិតនៅចំពោះមុខអតិថិជនលោក Vincent ក៏បានឲ្យប្រពន្ធគាត់នៅដុំសាច់មួយដុំដែលស្ទាក់ស្ទើរប៉ុន្តែដែលភ្ញាក់ផ្អើលលោកស្រី Sophie ក៏ចូលចិត្តវាយ៉ាងខ្លាំងធ្វើឲ្យអ្នកស្រី Khwanyat កាន់តែអន្ទះសារទីបំផុតលោក Vincent ក៏បានបង្កើតរឿងមួយថាគាត់បានទទួលសាច់នេះពីប្រទេសអ៊ីរ៉ង់ហើយនោះហើយគឺជាមូលហេតុដែលវាគឺជាសាច់ពិសេសដ៏កម្រនិងឆ្ងាញ់យ៉ាងនេះបន្ទាប់មកគាត់ស្ទាក់ស្ទើរលក់សាច់ចំនួនច្រើន
តែឲ្យអ្នកស្រីខ្វាន់យ៉ាត់ហើយភ្លាមក្រោយមកពេលនាងចាក់ចេញគាត់ក៏បានបង្ហាញរឿងនេះទាំងអស់ទៅប្រពន្ធរបស់គាត់គួរឲ្យភ្ញាក់ផ្អើលលោកស្រីសូហ្វីហាក់ដូចជាមិនខ្វល់ពីការបរិភោគសាច់មនុស្សទេផ្ទុយទៅវិញនាងបង្គាប់ឲ្យលក់សាច់នោះដោយនិយាយថាវាអាចជាវិធីល្អបំផុតដើម្បីកម្ចាត់សាកសពដោយដឹងស្រាប់ហើយលោក Vincent មានការភ័យខ្លាចដោយសារតែការស្នើឡើងនេះនិងត្រៀមខ្លួនបោះសាច់នោះចោលទោះជាយ៉ាងណាមុនពេលដែលគាត់អាចធ្វើដូច្នេះបានអតិថិជនម្នាក់ទៀតចូលមកក្នុងហាងនិងទាមទារសាច់ដែលអ្នកស្រីខ្វាន់យ៉ាត់បានទិញបន្តិចម្ដងសាច់អេរ៉ង់នេះคล้ายទៅជាមានប្រជាប្រិយភាពនៅក្នុងភូមិនេះយ៉ាងខ្លាំងហើយគូស្នេហ៍នេះរកប្រាក់បានច្រើនបន្ទាប់ពីលក់វាដែលឃើញប្រជាប្រិយភាពនៃផលិតផលនេះកើនឡើងយ៉ាងឆាប់រហ័សលោក Vincent មានការចង់ភ្លក់ហើយនៅយប់នោះគាត់ក៏យកសាច់ម្ដុំទៅផ្ទះគាត់សាកល្បងវាដោយស្ទាក់ស្ទើរប៉ុន្តែដោយភ្ញាក់ផ្អើលគាត់ចូលចិត្តរសជាតិរបស់វាយ៉ាងខ្លាំងមិនយូរប៉ុន្មានលោកស្រី Sophie ចូលមករកគាត់និងបង្ហាញថាមនុស្ស vegan មានឈាមបរិសុទ្ធខ្លាំងណាស់ដោយសារពួកគេស៊ីតែស្មៅហើយនេះជាមូលហេតុដែលសាច់របស់ពួកគេមានរសជាតិឆ្ងាញ់បែបនេះបន្ទាប់មកនាងនិយាយថាពួកគេគួរតែបោះបាញ់ក្រុមជ្រុលនិយម vegan ទាំងនោះនិងលក់សាច់របស់ពួកគេដើម្បីរកប្រាក់ចំណូលបន្ថែមទោះបីជាយ៉ាងណាលោក Vincent បានបដិសេធនាងដែលនិយាយថាវាគួរឲ្យអស់សំណើចនិងអសីលធម៌ខ្លាំងណាស់មុនពេលចូលគេងគាត់ក៏ប្រាប់នាងឲ្យឈប់មើលកម្មវិធីឃាតករក្នុង Channel រាត្រីរន្ធត់លប់អស់នោះទៀតផងដែរនៅថ្ងៃបន្ទាប់កូនស្រីរបស់គូស្នេហ៍នេះឈ្មោះនាង Chloe បាននាំមិត្តប្រុសរបស់នាងឈ្មោះនី Lucas មកផ្ទះសម្រាប់អាហារថ្ងៃត្រង់គ្រួសារនេះបានផ្ដល់ឲ្យគាត់នៅស្តេកដ៏ឆ្ងាញ់មួយប៉ុន្តែគាត់បដិសេធភ្លាមវាបង្ហាញថាគាត់ជាមនុស្ស vegan ហើយដោយគោរពគាត់នាង Chloe ក៏បដិសេធមិនញ៉ាំដែរបន្ទាប់ពីពួក vegan ស៊ីស្មៅអស់នេះចាក់ចេញទៅលោក Vincent និងលោកស្រី Sophie ដឹងថាការត្រៀមរបស់ពួកគេទាំងអស់សម្រាប់អាហារទទួលគ្រួសារត្រូវបានខាតបង់ដោយសារតែពួក vegan នេះធ្វើឲ្យពួកគេខឹងខ្លាំងហើយលោក Vincent សម្រេចចិត្តបន្តជាមួយផែនការរបស់លោកស្រី Sophie ក្នុងការបរបាញ់មនុស្សស៊ីបន្លែយប់នោះគូស្នេហ៍នេះបានទៅភោជនីយដ្ឋានបន្លែមួយនិងជ្រើសរើសម្ចាស់ហាងជាគោលដៅដំបូងរបស់ពួកគេតាមគាត់មួយរយៈហើយលោក Vincent ថែមទាំងអាចបំបែកចូលបន្ទប់របស់គាត់ជាមួយនឹងកាំបិតមួយទៀតផងទោះបីជាយ៉ាងណានៅនាទីចុងក្រោយគាត់មានអារម្មណ៍ខ្លាចហើយក៏ថយក្រោយដោយសារតែការព្យាយាមដំបូងបរាជ័យទាំងស្រុងលោកស្រី Sophie ដែលទាមទារខ្លាំងមានអារម្មណ៍ថាពួកគេត្រូវការការអនុវត្តបន្ថែមដូច្នេះនៅថ្ងៃបន្ទាប់គូស្នេហ៍នេះត្រឡប់មកវិញជាមួយនឹងផែនការលម្អិតមួយពួកគេធ្វើពុតជាក្រុម vegan ដែរនិងតវ៉ានៅខាងក្រៅហាងទំនិញមួយដើម្បីស្វែងរកគោលដៅ vegan ដែលពួកគេអាចធ្វើរកបានទីបំផុតបរិសកម្នាក់ដើរចូលមករកពួកគេដោយសរសើរពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេលោកស្រី Sophie បញ្ចុះបញ្ចូលគាត់ឲ្យជួបគ្នានៅពេលក្រោយនៅក្នុងចំណតរថយន្តដើម្បីឲ្យពួកគេអាចពិភាក្សាអំពីរឿង vegan នេះតាមផែនការគូស្នេហ៍នេះបានទៅដល់កន្លែងនោះមុនម៉ោងនិងហាត់វិធីផ្សេងក្នុងការសម្លាប់គោលដៅរបស់ពួកគេមិនយូរប៉ុន្មានមនុស្ស vegan ក៏បានមកដល់ក្នុងរថយន្តដឹកទំនិញមួយប៉ុន្តែដោយការខកចិត្តរបស់គូស្នេហ៍នេះគឺគាត់បាននាំមិត្តភ័ក្តិមួយចំនួនមកជាមួយផងដែរដោយសារតែរឿងនេះលោកស្រី Sophie និងលោក Vincent ត្រូវបង្ខំឲ្យបោះបង់ផែនការរបស់ពួកគេបន្ទាប់ពីមួយសន្ទុះក្រុម vegan បង្ហាញថាពួកគេនឹងវាយប្រហារហាងលក់សាច់មួយដូច្នេះពួកគេសូមឲ្យគូស្នេហ៍នេះទៅជាមួយដោយខ្លាចត្រូវបានបង្ហាញអត្តសញ្ញាណពិតប្រាកដលោកស្រី Sophie និងលោក Vincent យល់ព្រមតែស្ទាក់ស្ទើរតាមផ្លូវពួកគេកុហកអំពីអត្តសញ្ញាណបច្ចុប្បន្នរបស់ពួកគេនិងនិយាយថាពួកគេជាអ្នកលក់ផ្កាបន្ទាប់ពីទៅដល់គោលដៅរបស់ពួកគេគូស្នេហ៍អ្នកលក់សាច់ដឹងថាហាងលក់សាច់នេះជាកម្មសិទ្ធិរបស់មិត្តភ័ក្តិរបស់ពួកគេផ្ទាល់គឺលោក Mark និងលោកស្រី Stephanie លោកស្រី Sophie ក៏ចាប់ផ្ដើមមានការស្ទាក់ស្ទើរនឹងធ្វើការងារនេះប៉ុន្តែលោក Vincent ដែលច្បាស់ថាមានចិត្តច្នៃឈ្នានីសនឹងមិត្តភ័ក្តិអ្នកមានរបស់គាត់ក៏ចូលទៅក្នុងហាងនិងចាប់ផ្ដើមបំផ្លាញវាជាមួយនឹងក្រុម vegan នៅក្នុងជិតបន្ទាប់គូស្នេហ៍នេះទៅភោជនីយដ្ឋានមួយដើម្បីញ៉ាំអាហារពេលល្ងាចនៅទីនោះពួកគេពិភាក្សាអំពីវិធីបរបាញ់ជនរងគ្រោះដោយមិនបង្កើតការសង្ស័យទោះជាយ៉ាងណាពួកគេមិនយល់ស្របលើអ្វីមួយហើយក៏ឆាប់នោះបានឈានទៅដល់ការប្រកែកគ្នាដ៏អាក្រក់ជេរម៉ែគ្នាត្រហឹងអើងកងដែលធ្វើឲ្យលោក Vincent ដើរចេញទៅខឹងសម្បានៅពេលដែលលោកស្រី Sophie អង្គុយនៅទីនោះតែម្នាក់ឯងអ្នករត់តុកម្នាក់បានឆ្លៀតឱកាសនេះហើយចាប់ផ្ដើមលួងលោមនាងលោកស្រី Sophie ដឹងថាពួកគេមានចំណាប់អារម្មណ៍ស្រដៀងគ្នាហើយក្រោយមកអ្នកបម្រើក៏បាននាំនាងទៅជិះដើរលេងនៅពេលដែលពួកគេមកដល់ខាងក្រៅផ្ទះរបស់លោកស្រី Sophie រឿងក៏ខ្លាចជារ៉ូមែនទិកហើយពួកគេចាប់ផ្ដើមថើបគ្នាទោះបីជាយ៉ាងណានៅពេលដែលលោកស្រី Sophie រកឃើញថាគាត់ជាមនុស្ស vegan នាងបានខំអណ្ដាតរបស់គាត់ដោយចេតនាធ្វើឲ្យវាហូរឈាមបន្ទាប់មកនាងក៏អញ្ជើញគាត់ចូលទៅខាងក្នុងដើម្បីព្យាបាលរបួសដែលអ្នករត់តុក៏យល់ព្រមខណៈពេលដែលបារោះនោះនៅក្នុងបន្ទប់ទឹកលោកស្រី Sophie ក៏ដើរទៅរកលោក Vincent និងសង្ខេបស្ថានភាពគួរឲ្យគាត់ស្ដាប់ដោយដែលបានរំពឹងទុកលោក Vincent មានអារម្មណ៍ភ័យខ្លាចនិងបដិសេធមិនធ្វើវាទេប៉ុន្តែស្ត្រីដែលឆ្លាតវៃចាប់ផ្ដើមគំរាមកំហែងគាត់ដោយនិយាយថានាងនឹងដេកជាមួយអ្នករត់តុប្រសិនបើគាត់បដិសេធមិនសម្លាប់ទេនៅពេលឮដូច្នេះលោក Vincent ខឹងខ្លាំងហើយក៏ចាប់ផ្ដើមសម្លៀងកំបិតរបស់
គាត់ប៉ុន្តែនៅនាទីចុងក្រោយគាត់ភ័យខ្លាចម្ដងទៀតនិងជំរុញឲ្យប្រពន្ធរបស់គាត់ប្រឡែងបរិះនោះឲ្យទៅវិញទៅទោះបីជាយ៉ាងណាលោកស្រី Sophie មានផែនការផ្សេងនាងធ្វើឲ្យបរិះនោះអាក្រាតកាយដោយចេតនានិងបន្តរួមភេទជាមួយគាត់នេះទីបំផុតធ្វើឲ្យលោក Vincent ខឹងដូច្នេះគាត់ក៏វាយបរិះគួរឲ្យអាណិតនោះរហូតដល់ស្លាប់នៅថ្ងៃបន្ទាប់លោកស្រី Sophie ទទួលបានការហៅទូរស័ព្ទពីមិត្តរបស់នាងគឺលោកស្រី Stephanie ដែលប្រាប់នាងអំពីការបំផ្លាញការពីយប់មិញគូស្នេហ៍អ្នកលក់សាច់បានទៅដល់កន្លែងកើតហេតុភ្លាមដោយធ្វើពុតជាមានការព្រួយបារម្ភនៅទីនោះពួកគេឃើញលោក Mark ជជែកជាមួយមន្ត្រីប៉ូលីសម្នាក់វាបង្ហាញថាគាត់ជាមន្ត្រីដែលកំពុងស៊ើបអង្កេតការបំផ្លាញហាងលក់សាច់របស់លោក Vincent ដែរក្រោយមកមន្ត្រីនោះសុំនិយាយជាមួយលោក Vincent ដោយឡែកដំបូងលោក Vincent ភ័យខ្លាចប៉ុន្តែក្រោយមកវាបង្ហាញថាមន្ត្រីប៉ូលីសក៏បានឮអំពីសាច់ជ្រូកអ៊ីរ៉ង់ល្បីល្បាញដែរហើយគាត់ក៏ចង់ទិញខ្លះដោយចង់រកប្រាក់បន្ថែមលោក Vincent និយាយថាបាទភ្លាមហើយនៅថ្ងៃនោះគូស្នេហ៍នេះបានលក់សាច់មនុស្សម្ដងទៀតអតិថិជនជាច្រើនបានតម្រង់ជួរដើម្បីទិញសាច់នេះហើយជាលទ្ធផលវាត្រូវបានលក់អស់រយៈពេល1ម៉ោងដូច្នេះពួកគេសម្រេចចិត្តធ្វើការបរបាញ់មនុស្ស vegan ជារៀងរាល់ថ្ងៃហើយជាមួយនឹងអាវុធគ្រាប់ពិតមួយចំនួននិងបច្ចេកទេសទំនើបពួកគេចាប់ផ្ដើមការសម្លាប់ប្រចាំថ្ងៃនៅចុងសប្តាហ៍ពួកគេបានបង្កើនតម្លៃសាច់និងទទួលបានប្រាក់ចំណេញច្រើនថ្ងៃមួយនៅពេលញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តភ័ក្តិរបស់ពួកគេគូស្នេហ៍នេះបាននាំយកសាច់ជ្រូកអ៊ីរ៉ង់ខ្លាំងៗមកជាមួយហើយដោយអតិថិជនមុនដែរលោកស្រី Stephanie និងលោក Mark ក៏ពេញចិត្តជាខ្លាំងនៅរសជាតិរបស់វាភ្លាមដែរប៉ុន្តែភ្លាមនោះខណៈពេលដែលកំពុងទំពាសាច់លោក Mark បានខំត្រូវអ្វីមួយធ្វើពីលោហៈលោកស្រី Stephanie ដែលជាគិលានុបដ្ឋាយិកាពីមុនបានស្គាល់វត្ថុនោះភ្លាមថាជាឧបករណ៍បញ្ជាចង្វាក់បេះដូងវាបង្ហាញថាជនរងគ្រោះម្នាក់របស់លោក Vincent មានឧបករណ៍បញ្ជាចង្វាក់បេះដូងដំឡើងនៅក្នុងបេះដូងរបស់គាត់អាចដោះស្រាយស្ថានភាពនេះបានប៉ុន្តែការប្រកួតប្រជែងរវាងហាងលក់សាច់របស់ប្តីប្រពន្ធទាំងពីរគូបានបង្កើតឲ្យមានការឈ្លោះប្រកែកដេញដោលជេរម្រាយគ្នាទ្រហឹងអើងកងដែលឆាប់នោះបានคล้ายទៅជាការប្រយុទ្ធគ្នាប្តីទាំងពីរចាប់ផ្ដើមប្រយុទ្ធគ្នានៅលើដីហើយភ្លាមនោះលោក Vincent ក៏បានខំត្រចៀករបស់លោក Mark និងចាប់ផ្ដើមទំពាវាបន្ទាប់មកគាត់ខ្ជាក់ត្រចៀកនោះចេញហើយសម្លឹងមើលលោក Mark យ៉ាងគួរឲ្យខ្លាចនិងចាក់ចេញជាមួយលោកស្រី Stephanie ដែលធ្វើឲ្យទាំងពីរនាក់ភ័យខ្លាចលោកស្រី Sophie និងលោក Vincent បន្តសម្លាប់មនុស្សនិងរកប្រាក់ចំណេញបានយ៉ាងច្រើនលើសពីនេះទៅទៀតអាពាហ៍ពិពាហ៍របស់ពួកគេដែលចិត្តបែកបាក់ក៏ត្រូវបានសង្គ្រោះឡើងវិញដែរថ្ងៃមួយគូស្នេហ៍នេះចូលរួមពិធីបុណ្យ weekend មួយដែលលោក Vincent សម្គាល់ឃើញក្មេងប្រុសធាត់តូចមួយមនុស្សស៊ីសាច់មនុស្សនេះមិនអាចទប់ចិត្តបានក្នុងការគិតពីវិធីកាប់សម្លាប់ក្មេងប្រុសនោះសម្រាប់យកសាច់របស់គេឡើយមិនយូរប៉ុន្មានលោក Vincent ក៏ដឹងថាគាត់បានក្លាយជាមនុស្សវិកលចរិតទៅហើយដោយស្អប់ខ្លួនឯងគាត់សម្រេចចិត្តចាកចេញទោះបីជាយ៉ាងណាលោក Vincent និងលោកស្រី Sophie ក៏បានជួបកូនស្រីរបស់ពួកគេគឺនាង Chloe និងមិត្តប្រុស weekend របស់នាងគឺនាង Lucas ដែលភ្ញាក់ផ្អើលដែលឃើញពួកគេនៅក្នុងការជួបជុំ weekend នៅពេលដែលពួកគេជជែកគ្នានាង Lucas ក៏បាននិយាយថាមនុស្ស weekend ជាច្រើនកំពុងបាត់ខ្លួននៅពេលថ្មីនេះគាត់ប្រកាសថាវាជាស្នាដៃរបស់អ្នកលក់សាច់នៅពេលដែលលោក Vincent ព្យាយាមបដិសេធការចោទប្រកាន់នាង Lucas មានអារម្មណ៍ខឹងគាត់បាត់បង់ការអត់ធ្មត់និងស្រែកដាក់គូស្នេហ៍អ្នកលក់សាច់ដែលបង្ខំឲ្យពួកគេចាកចេញពីពិធីបុណ្យគួរឲ្យសោកស្ដាយមនុស្ស weekend ម្នាក់ដែលធ្លាប់ទៅជាមួយគូស្នេហ៍នោះក៏បានទៅហាងសាច់របស់លោក Mark បានឮពីការជជែកគ្នានិងមានការភ្ញាក់ផ្អើលដែលដឹងថាពួកគេពិតជាអ្នកលក់សាច់នៅខាងក្រៅពិធីបុណ្យលោកស្រី Sophie នឹងបានកត់សម្គាល់ឃើញស្ត្រីធាត់ម្នាក់និងបង្គាប់ឲ្យប្តីរបស់នាងសម្លាប់នាងនោះគួរឲ្យសោកស្ដាយដោយសារតែការឈ្លោះទាស់ទែងគ្នាពីមុនមកលោក Vincent ក៏បានទទួលបានកម្លាំងចិត្តឡើងវិញសម្រាប់សម្លាប់មនុស្សបន្ទាប់ពីបញ្ចប់ការងារពួកគេក៏ត្រឡប់ទៅផ្ទះវិញនៅយប់នោះនៅពេលដែលលោក Vincent កំពុងកាប់ស្ត្រីនោះមាននរណាម្នាក់គោះទ្វារគួរឲ្យសោកស្ដាយវាគឺជាមន្ត្រីប៉ូលីសលោក Vincent បើកទ្វារដោយប្រុងប្រយ័ត្នហើយពួកគេចាប់ផ្ដើមជជែកគ្នាមន្ត្រីបង្ហាញថាមានមនុស្ស weekend 10នាក់បានបាត់ខ្លួនហើយអ្នកលក់សាច់បានក្លាយជាជនសង្ស័យចម្បងភ្លាមនោះឆ្កែដ៏ឆ្លាតវៃបានលេចមុខនៅពីក្រោយមន្ត្រីជាមួយនឹងដៃមនុស្សនៅក្នុងមាត់របស់វាលោក Vincent ភ័យខ្លាចប៉ុន្តែគាត់បានបញ្ជូនឆ្កែចេញយ៉ាងរហ័សដោយស្រែកដាក់វានេះធ្វើឲ្យមន្ត្រីមានការងឿងឆ្ងល់ដោយលោក Vincent បានបិទបាំងវាដោយរឿងคล้ายមួយអំពីគាត់រងទុក្ខដោយជំងឺសម្ពាធផ្លូវចិត្តក្រោយពេលមានគ្រោះថ្នាក់ចាប់តាំងពីការវាយប្រហារដោយក្រុមជ្រុលនិយម weekend ចុងក្រោយនោះមកមិនយូរប៉ុន្មានមន្ត្រីបានចាកចេញទៅប៉ុន្តែលោក Vincent មានអារម្មណ៍ថាគាត់កំពុងតាមដានពួកគេគាត់ចែករំលែកកង្វល់របស់គាត់ជាមួយលោកស្រី Sophie ប៉ុន្តែនាងធានាគាត់ថាពួកគេមិនអាចត្រូវបានចាប់ខ្លួនទេព្រោះពួកគេបានកម្ចាត់រាងកាយទាំងអស់ហើយគ្មានភស្តុតាងប្រឆាំងនឹងពួកគេវាបង្ហាញថាលោក Vincent បានកម្ចាត់សាច់នៃជនរងគ្រោះចុងក្រោយរបស់ពួកគេទាំងអស់ទាំងដោយការលក់ឬក៏ដោយយកទៅចោលទៅនេះបន្តិចទៅនោះបន្តិចជុំវិញទីក្រុងក្នុងថង់សម្រាមពួកគេបានចាត់វិធានការទាំងនោះដោយសារតែការយល់ដឹងកាន់តែច្រើននៅលើបណ្ដាញសង្គមនិងការស្វែងរកមនុស្សបាត់ខ្លួនកាន់តែខ្លាំងឡើងភ្លាមនោះកណ្ដឹងទ្វារបានរោហើយគូស្នេហ៍នេះបានឃើញលូកាសនៅមាត់ទ្វារគាត់ស្វាគមន៍ពួកគេនិងបានសុំទោសចំពោះការប្រព្រឹត្តមិនល្អជាមួយពួកគេនៅពិធីបុណ្យ weekend បន្ទាប់មកលូកាសពន្យល់ថាគាត់មានភាពតានតឹងខ្លាំងណាស់តាំងពីមិត្ត
ភ័ក្រ Vegan របស់គាត់ចាប់ផ្ដើមបាត់ខ្លួន Sophie ដ៏ឆ្លាតវៃក៏លួងលោមគាត់នឹងឲ្យសញ្ញាឲ្យប្តីរបស់នាងធ្វើឲ្យ Lucas ក្លាយជាជនរងគ្រោះបន្ទាប់របស់ពួកគេទោះបីជាយ៉ាងណា Vincent បដិសេធហើយផ្ទុយទៅវិញបាននាំកូនប្រសារដែលនឹងក្លាយជារបស់គាត់ឆាប់ៗនេះទៅកាន់ទ្វារនៅថ្ងៃបន្ទាប់ដោយមិនពិគ្រោះយោបល់ជាមួយ Sophie លោក Vincent ក៏ប្រកាសទៅកាន់អតិថិជនរបស់គាត់ថាគាត់នឹងលែងលក់សាច់ជ្រូកអេរ៉ង់ទៀតហើយដែលធ្វើឲ្យមនុស្សគ្រប់គ្នាខកចិត្តយ៉ាងខ្លាំងនេះបណ្ដាលឲ្យមានការជជែកគ្នារវាងគូស្នេហ៍នេះដែលធ្វើឲ្យលោក Vincent ចាក់ចេញពីហាងជាមួយនឹងឆ្កែរបស់គាត់ក្នុងពេលជាមួយគ្នានោះក្រុម Vegan ដែលបានបំផ្លាញហាងសាច់របស់លោក Mark ក៏បានមកដល់កន្លែងរបស់លោក Vincent ដើម្បីសងសឹកចំពោះការក្បត់បាក់របស់ពួកគេលោកស្រី Sophie ព្យាយាមបណ្ដេញពួកគេចេញប៉ុន្តែមិនបានសម្រេចផ្ទុយទៅវិញពួកគេចងនាងនឹងវាដំនាងយ៉ាងធ្ងន់ធ្ងរនៅពេលដែលលោក Vincent ត្រឡប់មកពីការដើរលេងនិងឃើញរថយន្តនៅខាងក្រៅគាត់ដឹងថាមានអ្វីមួយខុសប្រក្រតីដោយមិនខ្ជះខ្ជាយពេលវេលាគាត់ក៏ចូលទៅក្នុងហាងជាមួយនឹងកាំបិតនិងឃើញក្រុម Vegan ជ្រុលនិយមទាំងនោះជិតនឹងសម្លាប់ប្រពន្ធរបស់គាត់ដែលខឹងសម្បាលោក Vincent ក៏ចូលជ្រៀតជ្រែកហើយដែលមានជំនួយពីឆ្កែរបស់គាត់បានសម្លាប់ពួកគេ2នាក់មនុស្ស Vegan ម្នាក់អាចចាក់លោក Vincent នៅស្មាបានប៉ុន្តែសំណាងល្អលោកស្រី Sophie ក៏បានរំដោះខ្លួនទាន់ពេលវេលានិងបានបញ្ចប់ជីវិតគាត់ភាពយន្តក៏បញ្ចប់នៅពេលដែលគូស្នេហ៍នេះត្រូវបានចាប់ខ្លួនដោយមានបទឃាតកម្ម30ករណីវាត្រូវបានបង្ហាញថាលោក Mark និងលោកស្រី Stephanie ជាអ្នកដែលបានរាយការណ៍អំពីឥរិយាបថចម្លែករបស់លោក Vincent ទៅប៉ូលីសដែលទីបំផុតនាំឲ្យគូស្នេហ៍អ្នកលក់សាច់ត្រូវបានចាប់ខ្លួនដោយសារតែភាពធ្ងន់ធ្ងរនៃអក្រកម្មរបស់ពួកគេលោកស្រី Sophie និងលោក Vincent ក៏ធ្វើការសុំទោសជាសាធារណៈហើយក៏រួចខ្លួនទៅ